20 ឃ្លានេះសម្រាប់ការប្រើប្រាស់ភាសាអង់គ្លេសប្រចាំថ្ងៃទី1 wake up wake up យើងប្រែថាញាក់ពីគេងឧទាហរណ៍ I wake up at 6 I wake up at 6 ខ្ញុំញាក់ពីគេងនៅម៉ោង6អាចយើងអត់ទាន់ក្រោកទេណាគ្រាន់តែភ្ញាក់ឯងទី2 get up get up យើងបកប្រែថាក្រោកពីគេងយើងភ្ញាក់ឥឡូវយើងក្រោកឧទាហរណ៍ I get up at 6:30 I get up at 6:30 ខ្ញុំក្រោកពីគេងនៅម៉ោង 6:30 ទី3 get out of bed get out of bed ខ្ញុំប្រែថាក្រោកចេញពីគ្រែឡើងចេញពីគ្រែដែលយើងគេងឬអង្គុយឧទាហរណ៍ I get out of bed early I get out of bed early ខ្ញុំក្រោកចេញពីគ្រែពីព្រលឹម early ពីព្រលឹមទី4 make the bed make the bed យើងប្រែថារៀបចំគ្រែឧទាហរណ៍ I make the bed every morning I make the bed every morning ខ្ញុំរៀបចំគ្រែជារៀងរាល់ព្រឹកទី5 open the curtains open the curtains យើងប្រែថាបើកវាំងននឧទាហរណ៍ I open the curtains early I open the curtains early មានន័យថាយើងបើកវាំងននពីព្រលឹមពីព្រឹកព្រលឹមអូខេទី6 close the curtains close the curtains យើងប្រែថាបិទវាំងននយើងបិទវិញណាឧទាហរណ៍ I close the curtains at night I close the curtains at night យើងបិទវាំងននវិញនៅពេលយប់បើកពេលព្រឹកព្រលឹមពេលយប់យើងបិទវិញអូខេចឹងស្ទើ clear ល្អបងប្អូនបងប្អូនគ្នាអាចកត់ចំណាំបានអូខេយើងបន្តទៅទី7 open the window open the window ខ្ញុំប្រែថាបើកបង្អួចណាឧទាហរណ៍ I open the window on Monday I open the window on Monday ចឹងរៀងរាល់ថ្ងៃច័ន្ទឬក៏ខ្ញុំបើកបង្អួចនៅថ្ងៃច័ន្ទណាទី8 close the window close the window យើងបកប្រែថាបិទបង្អួចវិញទីហោ please close the window now please close the window now សូមបិទបង្អួចឥឡូវនេះសូមបិទបង្អួចឥឡូវអូខេទី9 brush teeth brush teeth ខ្ញុំបកប្រែថាដុសធ្មេញទីហោ I brush my teeth twice a day I brush my teeth twice a day ខ្ញុំដុសធ្មេញ2ដងក្នុងមួយថ្ងៃ twice 2ដង twice a day 2ដងក្នុងមួយថ្ងៃទី10 wash face wash face ប្រែថាលុបឬក៏លាងមុខឧទាហរណ៍ I wash my face in the morning I wash my face in the morning ខ្ញុំលាងមុខរបស់ខ្ញុំនៅពេលព្រឹកអញ្ចឹង in the morning ខ្ញុំប្រែថានៅពេលព្រឹកទី11 take a shower
take a shower ខ្ញុំប្រែថាងូតទឹកផ្កាឈូកណាងូតទឹកផ្កាឈូកឧទាហរណ៍ I take a shower in the evening I take a shower in the evening ខ្ញុំងូតទឹកផ្កាឈូកហ្នឹងនៅពេលល្ងាច Okay in the evening នៅពេលល្ងាចទី12 comb hair comb hair ខ្ញុំប្រែថាសិតសក់ឧទាហរណ៍ I comb my hair before work I comb my hair before work ខ្ញុំសិតសក់មុនពេលដែលខ្ញុំទៅធ្វើការអូខេទី13 get dressed get dressed ខ្ញុំប្រែថាស្លៀកពាក់ឧទាហរណ៍ I get dressed quickly I get dressed quickly ខ្ញុំស្លៀកពាក់យ៉ាងលឿនណាទី14 change clothes change clothes យើងបកប្រែថាផ្លាស់ប្ដូរសម្លៀកបំពាក់ឧទាហរណ៍ I change my clothes after school I change my clothes after school ខ្ញុំបដូរសម្លៀកបំពាក់បន្ទាប់ពីខ្ញុំមកពីសាលាបន្ទាប់ពីចេញពីសាលាណា15 put on clothes put on clothes យើងបកប្រែថាស្លៀកសម្លៀកបំពាក់អូខេឧទាហរណ៍ he puts on his clothes he puts on his clothes គាត់ស្លៀកសម្លៀកបំពាក់របស់គាត់16 take off clothes take off clothes ប្រែថាដោះសម្លៀកបំពាក់ចេញណា take off clothes ឧទាហរណ៍ I take off my clothes before dinner I take off my clothes before dinner ខ្ញុំដោះសម្លៀកបំពាក់ចេញមុនពេលទទួលទានឬក៏មុនពេលញ៉ាំអាហារពេលល្ងាច17 make breakfast make breakfast យើងបកប្រែថាធ្វើឬក៏ចម្អិនអាហារពេលព្រឹកណាឧទាហរណ៍ Mom makes our breakfast Mom makes our breakfast ម៉ាក់គឺជាអ្នកធ្វើអាហារពេលព្រឹកឲ្យពួកយើងណា18 eat breakfast eat breakfast ប្រែថាញ៉ាំអាហារពេលព្រឹកសិតតែឃ្លាសំខាន់ណាបងប្អូនណាឧទាហរណ៍ I eat breakfast at home I eat breakfast at home ខ្ញុំញ៉ាំឬក៏ខ្ញុំទទួលទានអាហារពេលព្រឹកនៅផ្ទះ at home នៅផ្ទះណាទី19 drink coffee drink coffee យើងបកប្រែថាផឹកកាហ្វេឧទាហរណ៍ My dad drinks coffee at home My dad drinks coffee at home ប្រែថាឪពុករបស់ខ្ញុំផឹកកាហ្វេនៅផ្ទះណាអូខេនិងចុងក្រោយគឺ clear ទី20 drink tea drink tea យើងបកប្រែថាផឹកតែឧទាហរណ៍ I drink tea on weekend I drink tea on weekend គឺចឹងវីដេអូយើងមានតែប៉ុណ្្នឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលាទាំងអស់គ្នាបាយបាយ